ហើយបកលណាមួយទេក៏ធ្វើដើម្បីអ្នកទាំងអស់គ្នាបារម្ភរឿងជាប់ពន្ធនាគារយើងហ៊ានលះបង់អ្វីទាំងអស់យើងបដិញ្ញាចិត្តហើយថាយើងនឹងយកធនធានដែលឪពុកម្ដាយចែកឲ្យយើងយកមកវិនិយោគទុនដើម្បីកម្ពុជាទទួលបានសេរីភាពនិងប្រជាធិបតេយ្យពិតប្រាកដមកតឡាការតម្លាក់បាត់ចោលលើលោកគ្រូតម្លាក់បាត់ចោលទាំងអស់ឲ្យប្រជាពលរដ្ឋមានសិទ្ធិសម្ដែងមតិចាគ្រប់រូបមានសិទ្ធិក្នុងការនិយាយស្ដីព្រោះរស់នៅលើប្រទេសនេះមិនមែនប្រទេសរបស់អ្នកណាមួយទេប្រទេសពលរដ្ឋយើងទាំងអស់គ្នាចា